ថ្ងៃច័ន្ទនៅសាលារៀនជំរាបសួរលោកគ្រូតើលោកគ្រូសុខសប្បាយយ៉ាងណាដែរអូគ្រូសុខសប្បាយធម្មតាទេអរគុណហើយប្អូនលោកគ្រូខ្ញុំលើកដំណឹងថាមានសិស្សទៅតែចូលថ្មីហើយចូលមករៀននៅក្នុងថ្នាក់នេះដែរតើរឿងនេះជាការពិតមែនទេលោកគ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានគ្រូប្អូនពូកែដឹងដល់ហើយណោះត្រូវហើយថ្ងៃនេះមានសិស្សចូលថ្មី2នាក់ពួកគេនឹងចូលមករៀននៅក្នុងថ្នាក់នេះជាមួយប្អូនដែរម្នាស់ទំពាំងបាយជូរឆាប់ចូលមកប្អូនម្នាស់និងទំពាំងបាយជូរដើរចូលមកជំរាបសួរលោកគ្រូជំរាបសួរលោកគ្រូបានល្អហើយប្អូនចាំគ្រូណែនាំឲ្យស្គាល់ណានេះគឺម្នាស់ហើយនេះគឺទំពាំងបាយជូរចាប់ពីពេលនេះទៅគេទាំងពីរនាក់ជាមិត្តរួមថ្នាក់របស់ប្អូនហើយសូមប្អូនទាំងអស់គ្នារាក់ទាក់ស្វាគមន៍ម្នាស់និងទំពាំងបាយជូរផងណាសួស្តីមិត្តទាំងអស់គ្នាខ្ញុំគឺម្នាស់ហើយខ្ញុំគឺទំពាំងបាយជូររីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាសួស្តីម្នាស់សួស្តីទំពាំងបាយជូរខ្ញុំគឺព្រិញខ្ញុំគឺស្វាយខ្ញុំគឺលែនខ្ញុំតបែកខ្ញុំគឺក្រូចពោធិ៍សាត់ខ្ញុំគឺអំពិលហើយខ្ញុំគឺម្ទេសចាខ្ញុំរីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នាអរគុណណាស់ដែលរាក់ទាក់ស្វាគមន៍ពួកខ្ញុំយ៉ាងកក់ក្ដៅសូមអរគុណម្ដងទៀតបានហើយម្នាស់ទំពាំងបាយជូរប្អូនទាំងពីរចូលទៅរកតុអង្គុយសិនទៅណាបាទអរគុណលោកគ្រូម្នាស់និងទំពាំងបាយជូរដើរទៅតុដោយសារតែពេលវេលានៅសល់ច្រើនដែរអញ្ចឹងប្អូននាំគ្នាចេញទៅរើសសម្រាមនៅជុំវិញថ្នាក់មួយផ្លេតសិនទៅទម្រាំដល់ម៉ោងចូលរៀនតោះបញ្ញាប់បន្តិចទៅប្អូនតោះគ្នាយើងទៅរើសសម្រាមគ្រប់គ្នាក៏ចេញទៅរើសសម្រាមតាមបញ្ជារបស់លោកគ្រូរំពេចនោះម្នាស់ដើមមិនប្រយ័ត្នក៏ធ្វើឲ្យខ្មៅដៃជ្រុះធ្លាក់ពីលើតុហើយគេក៏ដើរចេញទៅរើសសម្រាមដោយមិនដឹងខ្លួនម្ទេសឃើញខ្មៅដៃរបស់ម្នាស់ជ្រុះក៏ប្រញាប់រើសហើយយកទៅសៀតជាប់នឹងសៀវភៅរបស់ខ្លួនលុះដល់ម៉ោងចូលរៀនប្អូនទាំងអស់គ្នាយកសៀវភៅឡើងមកយើងតមេរៀនថ្មីណាចាលោកគ្រូអេខ្មៅដៃរបស់ខ្ញុំបាត់ទៅណាស់ហើយមិននេះខ្ញុំຕົកវានៅលើតុច្បាស់ណាស់មិនអាចទេមិនបានទៅជាអញ្ចឹងនៅក្នុងកាតាបក៏មិនឃើញដែរម្នាស់ឯងមានរឿងអីនឹងសម្លាញ់គឺខ្ញុំបាត់ខ្មៅដៃនៅទំពាំងបាយជូរឯងរកមើលឲ្យសពទៅមើលក្រៃលោឯងច្រឡំដៃទុកនៅកន្លែងណាទៅដឹងខ្ញុំរកសពអស់ហើយរកយ៉ាងណាក៏មិនឃើញដែរទំពាំងបាយជូរអើយឡេឡាឡេឡាឡាឡាឡេឡាឡេឡាឡាឡាអេនៅជាខ្មៅដៃរបស់ខ្ញុំតើម្នាស់ដើរទៅតុរបស់ម្ទេសខ្មៅដៃដែលឯងកំពុងកាន់នេះវាជារបស់ខ្ញុំឯងរើសវាបានមែនទេឲ្យខ្ញុំសុំវិញមកណាសម្លាញ់ស្អីគេរើសបានស្អីគេខ្មៅដៃនេះវាជារបស់ខ្ញុំមិនបានទៅរើសរបស់ឯងមកទេកុំយកច្រឡំឲ្យសោះតែខ្ញុំចំណាំវាបានខ្មៅដៃមួយនេះខ្ញុំទិញមកពីរាជធានីនៅទីនេះអត់មានលក់ទេនេះជាខ្មៅដៃរបស់ខ្ញុំប្រកាសណាឯងរើសបានរបស់ខ្ញុំសុំឯងរួចហើយឯងឲ្យវាមកខ្ញុំមកណាឲ្យស្អីអត់ទេខ្ញុំប្រាប់ហើយថាវាជារបស់ខ្ញុំមិនបានរើសរបស់ឯងទេឯងកុំមកចាប់ប្រកាន់ខ្ញុំប្រយ័ត្នខ្ញុំទៅប្តឹងលោកគ្រូមិនបានជាធ្វើអញ្ចឹងទៅកើតជាមិត្តរួមថ្នាក់គ្នាគ្រាន់តែខ្មៅដៃមួយដើមក៏ឯងចាប់បានរបស់ខ្ញុំដែរមិនក៏ឯងលុបលុនយ៉ាងនេះឯងថាអ្នកណាលុបលុនឯងចង់មានរឿងជាមួយខ្ញុំមែនទេម្នាស់និងម្ទេសដើរទៅតុគ្រូហើយប្អូនទាំងពីរមានរឿងអីឆាប់ប្រាប់គ្រូភ្លាមមកលោកគ្រូគឺខ្ញុំបាត់ខ្មៅដៃមួយដើមហើយខ្ញុំឃើញវានៅក្នុងដៃរបស់ម្ទេសខ្ញុំព្យាយាមសុំគេច្រើនដងហើយតែម្ទេសគេមិនអោយគេថាខ្មៅដៃជារបស់គេត្រូវហើយខ្មៅដៃមួយនេះវាជារបស់ខ្ញុំពិតមែនឯងមកទៀមទាចង់បានរបស់ខ្ញុំយ៉ាងម៉េចហ្នឹងមិនប៉ាទេខ្មៅដៃនេះជារបស់ខ្ញុំមិនមែនជារបស់ឯងទេបានហើយឈប់ប្រកែកគ្នាទេឥឡូវដើម្បីបញ្ជាក់ការពិតគ្រូសុំឆែកឆេរកាតាបរបស់ប្អូនទាំងពីរព្រីងប្អូនទៅយកកាតាបរបស់ម្នាស់និងកាតាបរបស់ម្ទេសមកឲ្យគ្រូបន្តិចមកបតលោកគ្រូព្រីងក៏ដើរទៅយកកាតាបរបស់ម្នាស់និងកាតាបរបស់ម្ទេសមកដាក់នៅលើតុគ្រូរួចហើយលោកគ្រូក៏ចាប់ផ្ដើមឆែកឆេរប្រអប់ខ្មៅដៃរបស់ម្ទេសមានខ្មៅដៃនៅពេញទាំងអស់អត់មានបាត់មួយដើមទេវីវ៉ូហើយធ្វើយ៉ាងម៉េចទៅពេលនេះធ្វើយ៉ាងម៉េចទៅប៉ុន្តែប្រអប់ខ្មៅដៃរបស់ម្នាស់វិញគឺនៅសល់ចន្លោះមួយបានន័យថាគេបាត់ខ្មៅដៃមួយដើមម្ទេសប្អូនហុចខ្មៅដៃនោះមកឲ្យគ្រូ
ឆាប់ឲ្យមក នេះលោកគ្រូ អូខ្មៅដៃនេះត្រូវគ្នានឹងប្រអប់ដាក់ខ្មៅដៃរបស់ម្នាស់ពិតមែនបានន័យថាខ្មៅដៃមួយដើមនេះជារបស់ម្នាស់នេះម្នាស់យកខ្មៅដៃរបស់ប្អូនទៅវិញទៅ ចាអរគុណលោកគ្រូខ្ញុំពិតជាអរគុណខ្លាំងណាស់ មិនអីទេលើកក្រោយកុំធ្វេសប្រហែសទៀតណាប្អូន ចាខ្ញុំដឹងហើយលោកគ្រូខ្ញុំដឹងខុសហើយលោកគ្រូអរខ្ញុំសុំទោសផងណាលោកគ្រូ អ្នកដែលប្អូនត្រូវសុំទោសគឺម្នាស់ឆាប់សុំទោសម្នាស់ទៅ ម្នាស់អរខ្ញុំសុំទោសណាសម្លាញ់សូមឲ្យអភ័យទោសអរខ្ញុំផងខ្ញុំដឹងខុសហើយខ្ញុំសន្យាថាមិនឲ្យមានរឿងបែបនេះទៀតទេកុំខឹងខ្ញុំអីណាម្នាស់ណាធ្វើខុសចេះទទួលកំហុសជាការល្អហើយមិនអីទេខ្ញុំអភ័យទោសឲ្យឯងហើយ ប្អូនត្រូវចាំណាធ្វើជាមនុស្សត្រូវតែមានគុណធម៌និងភាពស្មោះត្រង់ត្រូវចេះត្រេកអរនៅរបស់ដែលខ្លួនមានចូលក៏មានសេចក្តីលោភលន់ចង់បានរបស់អ្នកដទៃព្រោះថាបុគ្គលលោភលន់តែងតែជួបសេចក្តីវិនាស ខ្ញុំយល់ហើយលោកគ្រូសូមអរគុណលោកគ្រូចំពោះដំបូន្មានដ៏ល្អមួយនេះអរគុណលោកគ្រូធ្វើជាមនុស្សត្រូវតែមានគុណធម៌ហើយប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ គ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន